ក្លឹបលំដាប់ UCL 2កំពុងឈានមុខគេក្នុងការចុះកុងត្រាយកកាណាឆូពី Man United ក្លឹបលំដាប់ Champions League ចំនួន2រួមមាន Atletico Madrid និង Bayer Leverkusen កំពុងឈានមុខគេក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប់ Alejandro Garnacho ពីក្រុម Manchester United ការណាឆូបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែនបន្ទាប់ពីគាត់បានបង្ហាញទំនឹងលេងយ៉ាងល្អប្រសើរជាមួយនឹង Man United ជិត3រដូវកាលមកនេះក្នុងនោះគាត់បានលេងចំនួន136ប្រកួតរកបាន25គ្រាប់និង21អេស៊ីសទោះបីជាយ៉ាងណាក៏ដោយដោយសារបញ្ហាហិរញ្ញវត្ថុបានធ្វើឲ្យថ្នាក់លើរបស់ Man United ពីចលនាចង់លក់ខ្សែប្រយុទ្ធសញ្ជាតិអាសង់ទីនវ័យ20ឆ្នាំរូបនេះចេញនៅទីផ្សារដដកីឡាករនៅក្នុងរដូវក្តៅខាងមុខក្នុងនោះបើយោងទៅតាមការផ្សាយដោយ Team Talk បានឲ្យដឹងថាមានក្លឹបពីរកំពុងចាប់អារម្មណ៍លើ Garnacho គឺអតីតក្លឹបរបស់គេគឺ Atletico Madrid និង Bayer Leverkusen ហើយភាគីទាំងពីរនោះក៏បានបើកការចរចាជាមួយភាគីបិសាចក្រហមរួចរាល់ហើយផងដែរសូមបញ្ជាក់ថា Garnacho ដែលត្រូវបាន Man United ដំឡើងមកជិតធំនៅក្នុងឆ្នាំ2022គឺនៅសល់កិច្ចសន្យារយៈពេល3ឆ្នាំទៀតជាមួយនឹងក្លឹបពលគឺដល់ខែមិថុនាឆ្នាំ2028បើយោងតាមការចេញផ្សាយ The Athletic បានឲ្យដឹងថាលោក Ancelotti រំពឹងថានឹងចាក់ចេញពី Real Madrid នៅក្នុងរដូវក្តៅនេះហើយទទួលយកតួនាទីជាអ្នកចាត់ការអចិន្ត្រៃយ៍នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលមុននឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2026របាយការណ៍បានបង្ហាញថាប្រេស៊ីលបានបញ្ជូនអ្នកតំណាងរបស់គេទៅកាន់ក្លឹប Real Madrid ដើម្បីមើលការប្រកួតជើងទី2នៃវគ្គភាគ4ផ្លេចពតរបស់ពួកគេជាមួយនឹងក្រុម Arsenal ខណៈដែលក្រុម Madrid ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដើម្បីជួបលោក Ancelotti សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបដិសេធចំពោះរឿងនេះទោះបីជាលោក Ancelotti ត្រូវបានគេនិយាយថាកំពុងស្ថិតនៅក្នុងការពិភាក្សាកម្រិតខ្ពស់លើការផ្លាស់ប្ដូរមួយក៏ដោយហើយ Alonso ហាក់ដូចជាត្រៀមខ្លួនរួចរាល់ដើម្បីជំនួសតំណែងរបស់គាត់សារព័ត៌មាន Daily Star បានផ្សាយថាក្រុម Manchester United កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Aston Villa និងជំនួសជាតិអង់គ្លេសគឺកីឡាករ Oli Watkins ខណៈដែលពួកគេត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ជូនកីឡាករ Marco Rashford ទៅក្នុងកិច្ចព្រមព្រៀងផ្ទេរមួយកីឡាករ Rashford ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Aston Villa ត្រូវបានគេរំពឹងថានឹងចាក់ចេញពីក្រុមបិសាចក្រហមហើយក្លឹបបានកំណត់តម្លៃប្រហែលជា40លានផោនសម្រាប់ការលក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបើយោងទៅតាមការចេញផ្សាយរបស់លោក Romano បានឲ្យដឹងថាក្លឹប Como ចង់រក្សាកីឡាករ Nico Paz មួយរដូវកាលទៀតប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺអាស្រ័យលើក្លឹប Real Madrid ខណៈពួកគេមានជំរឿនក្នុងការទិញត្រឡប់ទៅវិញនិងលក្ខខណ្ឌនាពេលអនាគតចំនួន 50% ក្លឹប Real នឹងសម្រេចចិត្តភ្លាមៗនៅពេលដែលពួកគេដោះស្រាយរឿងគ្រូបង្វឹកខណៈដែលលោក Xabi Alonso នៅតែជាបេក្ខភាពដែលក្លឹបចាប់អារម្មណ៍ដដែលក្លឹប Liverpool បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីព្យាយាមផ្ទេរយកកីឡាករ Bryan Mbeumo របស់ Brentford នៅក្នុងរដូវកាលនេះបើទោះបីជាតារាឆ្នាំ Mohamed Salah ទើបតែចុះកុងត្រាថ្មីជាមួយក្លឹបក៏ដោយទោះបីជាយ៉ាងណាក៏ដោយវាហាក់បីដូចជា Liverpool នឹងបន្តទៅមុខជាមួយនឹងផែនការដើម្បីពង្រឹងជួរមុខរបស់ពួកគេដោយមិនខ្វល់ពីអ្វីទាំងអស់នេះបើយោងទៅតាមការចេញផ្សាយរបស់ The Sun បានឲ្យដឹងថាក្លឹបហង្សក្រហមមានផែនការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់កីឡាករ Mbeumo ដែលវាដូចទៅនឹងកីឡាករ Salah គឺជាខ្សែប្រយុទ្ធជើងឆ្វេងដែលលេងពីជើងស្ដាំជាចម្បងក្លឹប Manchester United បានដាក់កីឡាករ Eberechi Eze របស់ Crystal Palace គឺជាគោលដៅអាទិភាពសម្រាប់រដូវកាលនេះខណៈកីឡាករ Marco Rashford អាចក្លាយជាកីឡាករប្រើសម្រាប់ដោះដូរមួយនេះបើយោងទៅតាមការចេញផ្សាយរបស់ The Sun បានឲ្យដឹងថាក្លឹប Man United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នាំរបស់ Crystal Palace គឺកីឡាករ Eze នៅក្នុងរដូវកាលនេះគណៈអាមរិនជឿជាក់ថាគាត់នឹងសមឥតខ្ចោះនៅក្នុងទម្រង់លេងរបស់គាត់ទោះជាយ៉ាងណាក៏ដោយ Eze កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Aston Villa ផងដែរបើយោងទៅតាមការចេញផ្សាយរបស់លោក Romano បានឲ្យដឹងថាក្រុមជម្រើសជាតិប្រេស៊ីលទទួលចង់បានលោក Carlo Ancelotti ជាគ្រូបង្វឹកថ្មីខណៈដែលពួកគេចង់ធ្វើវាឲ្យកើតមានមុនព្រឹត្តិការណ៍ World Cup អ្នកតំណាងសហព័ន្ធបាល់ទាត់ប្រេស៊ីលនៅទីក្រុង Real Madrid ជាច្រើនថ្ងៃដើម្បីជួបជាមួយភ្នាក់ងាររបស់លោក Carlo Ancelotti ហើយបន្តស្នាក់នៅដល់សប្តាហ៍ក្រោយដើម្បីអាចបង្កើតភាពជឿនលឿននៃការចរចានេះលោក Ancelotti ពិតជាអាចចាក់ចេញពី Real Madrid ដូចជាការចេញផ្សាយរបស់សារព័ត៌មានមួយចំនួន